nhóm tay từ lưới kê dạy tham AI នឹងមកជំនួសការងាររបស់ graphic design ឬក៏ជំនួសការងាររបស់អ្នកនេះការងាររបស់អ្នកនោះថាតើអ្នកទាំងគ្នាគិតមិនដែរចំពោះរឿងហ្នឹងហើយថាតើ AI ពិតជាអាចជំនួសការងាររបស់ designer បានមែនទេការពិតទៅ AI គឺបង្កើតឡើងដើម្បីជាជំនួយវាដូចជាជំនួយការយើងអញ្ចឹងវាដូចជា assistant អញ្ចឹងវាជួយការងារយើងវាជួយការងារយើងឲ្យលឿនជាងមុនវាជួយផ្ដល់យោបល់ផ្ដល់គំនិតយើងវាដូចជាមនុស្សម្នាក់ដែរចាំជួយ support យើងគ្រប់យ៉ាងអញ្ចឹងបើសួរថា AI អាចជំនួសបានអត់សម្រាប់ខ្ញុំដែលអ្នកធ្វើការខាងហ្នឹងគឺអត់អាចទេប៉ុន្តែវាគឺជាមួយចំណែកមួយដែលវាអាចជួយយើងនៅក្នុងការងារយើងនៅក្នុងការធ្វើការថាយើងត្រូវបត់បែនការងារបែបណាយើងតល់គំនិតយើងឲ្យដឹងសួរណាគេគឺយើងអាចសួរ AI បានវាគឺដូចជាអ្នកដែល assistant យើងដូចជាជំនួយការដូចជាមិត្តភ័ក្តិម្នាក់អញ្ចឹងការងារមួយចំនួនគឺវាអាចធ្វើឲ្យយើងធ្វើការបានលឿនជាងមុនរហ័សជាងមុននិងមានភាពងាយស្រួលជាងមុនឬក៏បើយើងឆ្ងល់អីចឹងយើងទៅសួរវាទៅគឺវាប្រាប់យើងលឿនបើមិនជាយើងសួរមនុស្សវាអាចថាយើងក៏ឡៃទៅអង្គុយរស់ស្នាជ្រាវអានសៀវភៅទៅអីសិនប៉ុន្តែបើ AI គឺវាដោតស្រាំអញ្ចឹងនៅពេលដែលសួរវាគឺវាឆ្លើយមកយើងភ្លាមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគិតថា AI អាចជំនួសការងាររបស់មនុស្សបានអត់ហើយជំនួសការងារអីខ្លះហើយអាចជំនួសការងាររបស់ designer បានអត់ហើយចំពោះខ្ញុំគឺវាគ្រាន់តែអាចជំនួយដល់យើងប៉ុន្តែបើសិនជាឲ្យវាជំនួសយើងមកគឺអត់អាចទេអញ្ចឹងអ្នកអ្នកគិតមិនដែរ complete comment ហើយ complete like ហើយ subscribe បើកសញ្ញាកណ្ដឹងពេលដែលខ្ញុំធ្វើវីដេអូផុសទៅអ្នកអ្នកនឹងឃើញមុនគេអញ្ចឹងបាយបាយ